ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំវកសម្រាប់អ្នកកើតឆ្នាំវកនៅក្នុងខែកុម្ភៈនេះផ្ទាល់ចាលោកអ្នកអាចមានឱកាសនឹងទទួលបានការជួយជ្រោមជ្រែងការឧបត្ថម្ភការផ្ដល់ឱកាសថ្មីថ្មីក៏ដូចជាអាចនឹងមានអ្នកជួយចែករំលែកនៅចំណេះដឹងថ្មីថ្មីដល់លោកអ្នកនឹងអាចទទួលបានបទពិសោធន៍ថ្មីសម្រាប់លោកអ្នកដូចគ្នាណាហើយបើរឿងលុយកាក់វិញឃើញថាលោកអ្នកអាចមានឱកាសរកបានចាចំណូលលុយកាក់ចេះតែមានចូលមកជាបន្តបន្ទាប់ហើយនៅក្នុងឱកាសនេះដែរឲ្យតែលោកអ្នកចាប់ផ្ដើមមានលុយត្រូវប្រយ័ត្នតិចដែរណាព្រោះតែមានលុយចូលលោកអ្នកចេះតែចង់ទិញនេះទិញនោះអញ្ចឹងអាចមានឱកាសត្រូវចំណាយលុយកាក់ទៅលើការទិញរបស់ទ្រព្យចូលដែរចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងសុខភាពចានៅក្នុងឱកាសនេះខែនេះលោកអ្នកត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយនឹងបញ្ហាផ្ដាសាយឬក៏អាចថាយើងអាសាមានអារម្មណ៍មួយគឺវិលមុខឈឺក្បាលនេះគឺអាសាមានអីចឹងត្រូវប្រយ័ត្នតិចដែរណាចាពាក់ព័ន្ធជាមួយរឿងការងារលោកអ្នកដែលមានការងារជាប្រចាំនៅក្នុងឱកាសនេះការងាររបស់អ្នកឃើញថាអាចជាមានសម្ពាធខ្លះចាអាចនឹងត្រូវគេហៅថាការដាក់គំនាបការគៀបសង្កត់ពីថ្នាក់លើឬក៏ច្បាយនេះចឹងទៅធ្វើលោកអ្នកមានអារម្មណ៍ថាយើងអត់សូវសុបាយចិត្តអីចឹងណាចាហើយសម្រាប់ការរកស៊ីឃើញថាល្អប្រសើរនឹងអាចថាមានការរីកចម្រើនការជួញដូររបស់យើងអាចមានផ្លែផ្កាចឹងណាចាហើយសម្រាប់រឿងស្នេហាឬក៏ជីវិតគូលោកអ្នកដែលមានដៃគូចានៅក្នុងខែកុម្ភៈនេះត្រូវប្រយ័ត្នតិចលោកអ្នកនឹងដៃគូនឹងអាចជួបអារម្មណ៍មួយគឺការខកចិត្តនឹងអាចមានបញ្ហាយល់ច្រឡំណាមួយឬក៏អាចថាយើងអាចមានឱកាសនឹងមានការប៉ះទង្គិចគ្នាដោយសារការគិតខុសចំពោះគ្នានេះឯងអញ្ចឹងលោកអ្នកត្រូវប្រយ័ត្នតិចណាចាហើយសម្រាប់លោកអ្នកដែលនៅទីនេះក៏ត្រូវប្រយ័ត្នដែរនៅក្នុងខែនេះឃើញថាអាចនឹងមានអ្នកចាប់អារម្មណ៍ចំពោះលោកអ្នកប៉ុន្តែត្រូវប្រយ័ត្នគឺអាចអ្នកមានម្ចាស់ហើយចូលមកចាប់អារម្មណ៍ចំពោះលោកអ្នកអញ្ចឹងណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយរឿងដែលគួរប្រយ័ត្នបំផុតនៅក្នុងឱកាសនេះយើងប្រយ័ត្នចំពោះតម្លៃមនុស្សស្រីមិនថាអាយុតិចឬអាយុច្រើនទេនឹងអាចព្យាយាមនាំរឿងមិនល្អនាំបញ្ហាឬក៏អាចទៅកុហកយើងនឹងតែម្ដងចាចឹងគួរប្រយ័ត្នណាហើយចុងក្រោយការធ្វើបុណ្យរបស់អ្នកគឺអាសាធ្វើបុណ្យជាមួយការជួយតាមមន្ទីរពេទ្យដើម្បីជាការលើករាសីពណ៌លើករាសីសម្រាប់លោកអ្នកចាគឺមានពណ៌សពណ៌ស្វាយចាលេខសំណាងរបស់លោកអ្នកគឺមានលេខ21ណា